បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីបាទថ្ងៃនេះផងដែរខ្ញុំនឹងលើកយកតាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញផ្ទាំងศิលាឬក៏ដុំថ្មធំធំបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញផ្ទាំងศิលាឬក៏ដុំថ្មធំធំហើយក៏មានផ្ទាំងศิលានោះមានចាឈ្មោះធាតុនោះទំនាយទីនៅក្នុងសុបិនថាការដែលពុកម៉ែបងប្អូនមានក្រុមការគិតទុកនោះឬក៏មានផែនការនឹងធ្វើអ្វីមួយនោះនឹងបានផលសម្រេចត្រចះត្រចង់មួយទៀតនឹងមានអ្នកធំជួយឧបត្ថម្ភជាកម្លាំងមូលដ្ឋានគ្រឹះដ៏រឹងមាំដល់ខ្លួនផងដែរបាទតកតងនឹងពុកម៉ែបងប្អូនសុបិនឃើញទាំងសូឡាឬក៏ដុំថ្មធំធំគឺមានអត្ថន័យដូចការបកស្រាយចំណែកឯលេខសំណាងសម្រាប់អ្នកសុបិនគឺលេខ49លេខ79លេខ494លេខ497និងលេខ797បាទអរគុណច្រើនពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសំណាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ